បាទសួស្តីបងប្អូនទាំងអស់គ្នាបន្ទាប់ពីការទស្សនានៅវីដេអូមុននៃការធ្វើកំប៉ុករួចមកឥឡូវនេះគឺខ្ញុំចង់ណែនាំក៏ដូចជាចង់បង្ហាញទៅលើការធ្វើចិញ្ចៀនវ៉ែនបែបនេះវិញម្ដងសម្រាប់បងប្អូនដែលគាត់ចង់ចាប់អារម្មណ៍ចង់ចេះអាចទស្សនាបានអរគុណច្រើនអូខេអញ្ចឹងដើម្បីធ្វើចិញ្ចៀនបានគឺយើងត្រូវតែដឹងពីវងដៃអញ្ចឹងដូចខ្ញុំនេះខ្ញុំនឹងធ្វើចិញ្ចៀនដែលមានវងដៃលេខ15បាទគឺយើងមើលកន្លែងនេះបាទកន្លែងនេះគឺយើងរៀនសំខាន់បន្តិចគឺ USA ហ្នឹងគឺបានន័យថាវងដៃរបស់ USA របស់ស្រុកគេអញ្ចឹងភាគច្រើនវងដៃរបស់ខ្មែរយើងគឺយើងប្រើជប៉ុនដែលយើងត្រូវស្តង់ដារអាស៊ីរបស់យើងណាបាទអូខេអញ្ចឹងយើងប្រើជប៉ុនអញ្ចឹងយើងប្រើវងដៃ15គឺយើងយកលេខ15ដែលភាគច្រើនបងប្អូនជាងគាត់ស្គាល់ទេថាវងដៃជ័រអាហ្នឹងណាបាទវងដៃជ័រប៉ាលឿងហ្នឹងអូខេវងដៃជ័រអញ្ចឹងយកលេខ15បន្តមកទៀតគឺយើងត្រូវតែចង់បានកម្មាស់គឺយើងត្រូវធ្វើកម្មាស់ដើម្បីបានកម្មាស់គឺយើង offset ពីវងដៃហ្នឹងមកលើយើងប្រើកម្មវិធី offset អូខេ offset គឺយើងប្រើប្រហែលដែលបងប្អូនចង់បានអូខេឥឡូវខ្ញុំថា2លីចុះអូខេអញ្ចឹងខ្ញុំវាយ2លីមកអូខេប៉ានេះបន្ទាប់ពីហ្នឹងយើងត្រូវធ្វើជាសាច់ដើម្បីបានជាតឹងប្រទាលវាអញ្ចឹងដើម្បីបានប្រទាលវាគឺយើងមានកម្មវិធីថ្មីមួយសម្រាប់បងប្អូនគឺយើងចុចខើសទាំងពីរមកអូខេបន្ទាប់ពីខុចខើសហើយគឺយើងប្រើ solid បន្ទាប់មកគឺយើងប្រើ tool មួយនេះដែរបាទ extrude curve បាទគឺ extrude curve គឺយើងប្រើកម្មវិធី extrude curve យើងចុចវាមកគឺបងប្អូនឃើញទេណែបាទឃើញវាបានជាកំប៉ុងដូចជាសាច់តាន់ណាហ្នឹងអូខេអញ្ចឹងយើងបើវាយកម្រាស់វាដែលយើងចង់បានអូខេឥឡូវយើងអញ្ជៀនមួយនេះគឺខ្ញុំដាំ1លីកន្លះអញ្ចឹងគឺយើងប្រើអូខេអញ្ជៀនមួយនេះគឺខ្ញុំប្រើ2លីដាក់2លីចុះអញ្ចឹង2លីគឺយើងត្រូវចែកជា2បូតសាយគឺបានន័យថាវាទាំងសងខាងបើយើងវាយ2លីគឺវាឡើងទៅដល់4លីដល់បាទឃើញទេអញ្ចឹងគឺយើងចង់បាន2លីគឺយើងវាយតែ1លីទេអូខេអញ្ចឹងប៉ានេះ2លីយើងអាចវាស់មើលបានអូខេ2លីបងប្អូនប៉ុន្តែកាលណាអញ្ជៀនបើសិនតែយើងដាំ2លីយើងប្រើដបង2លីយើងយកសាច់2លីគឺវាគៀកកោចជាមួយកែមមែនតើអញ្ចឹងយើងអាចលួចចេញបន្តិចទៅបាទគឺលួចថាមកជាហ៊ានម៉ាស៊ីចុះអូខេមកជាហ៊ានម៉ាស៊ីអញ្ចឹងយើងអាចទាញវាមកបាទគឺបងប្អូនឃើញចំណុចពណ៌ខៀវនេះទាញវាមកអូខេទាញប៉ុណ្្នឹងមក 2C អូខេចុះខ្ញុំវាស់មើលម្ដងទៀតមកមកជាហ៊ានម៉ាស៊ីអញ្ចឹងវា2លី 2C អូខេអញ្ចឹងយើងត្រូវយកត្បូងតើយើងយកត្បូងយើងយកត្បូងដូចវគ្គមុនអត់ចុចជីមតបមកយើងជ្រើសត្បូងចឹងអត់គឺវានៅក្រោមតើធ្វើម៉េចបានវាហត់ឡើងមកលើកើតបាទគឺដើម្បីឲ្យយើងធ្វើអញ្ជៀនដាក់ត្បូងលើអញ្ជៀនគឺយើងអត់ប្រើបែបនឹងដូចធ្វើកំប៉ុកទេអញ្ចឹងដើម្បីបានត្បូងនៅលើសាច់នេះគឺយើងត្រូវតែចុចទៅលើសាច់ហើយយើងចុចមកកណ្ដាលតមកយើងមើលឃើញ Gym on surface អូខេចុចមកបាទឃើញបងប្អូនដាក់ម៉ៅមកឃើញ Gym ហ្នឹងវាលោតនៅលើសាច់ហ្នឹងតែម្ដងអូខេអញ្ចឹងស្រួលជាងយើងដាក់ពីក្រោមវាទាញឡើងទៅលើឬក៏ធូរវាមកលើបាទអូខេអញ្ចឹងយើងដើម្បីយើងកំណត់ទំហំវាបានគឺយើងត្រូវមើលផ្ទាំងវានេះផ្ទាំង panel វានេះគឺមានអីខ្លះបាទគឺមាននេះគឺជាការបង្វិលត្បូងបងប្អូនមើលលើត្បូងណាអូខេមើលលើត្បូងហើយខ្ញុំនឹងបង្វិលវាបងប្អូនឃើញទេឃើញវាជ្រុងវាវិលទេបាទអូខេអានេះសម្រាប់នេះគឺកម្ពស់ពីសាច់អូខេឥឡូវចាំមើលណាឥឡូវបងប្អូនឃើញកែមរបស់វានឹងឃើញវាគៀកជាមួយនឹងសាច់ surface មែនតើអញ្ចឹងបើសិនខ្ញុំទាញវាឡើងលើអូខេបងប្អូនឃើញទេវាហោះទៅដល់លើបងប្អូនអញ្ចឹងបើសិនយើងទាញប៉ុណ្នេះបាទគឺវាហើបប៉ុណ្នេះបាទតែភាគច្រើនយើងដាក់0ទៅពេលយើងដាក់វារៀងអឹបចឹងទៅអានេះគឺជាទំហំបាទសេរីទំហំអញ្ចឹងយើង2លីវាស្មើនឹង200បាទ100គឺស្មើនឹង1លីអញ្ចឹងយើងដាក់2លីមក200មកបាទអូខេនេះពី2លីបន្តមកទៀតគឺយើងចុច select វាមួយមកអូខេ select វាមួយវាបានហ្នឹងអញ្ចឹងយើងត្រូវការធ្វើដាក់បន្តទៀតដើម្បីដេញវាមកចុំណាអូខេអញ្ចឹងយើងដាក់វាសម្រាប់ឯការកម្លាតអញ្ចឹងយើងត្រូវសេរីថាយើង 0.1C យើងចង់បានកម្លាតប្រមាណប៉ុន្តែដើម្បីកុំឲ្យពិបាកដល់ការអស់ចុះអស់ឡើងឲ្យយើងស្មានអញ្ចឹងគឺយើងសេរីវាបានគឺយើងនេះកម្លាតវាគឺយើងដាក់ 1C អូខេយើងដាក់ y 0.1បន្តមកទៀតបងប្អូនឃើញខ្សែអញ្ចឹងកាលណាដែលយើងដាក់5ខ្សែហ្នឹងគឺវាកម្លាត 1C ហើយបងប្អូនណាអូខេអញ្ចឹងយើងដាក់តរហូតប៉ុន្តែ
បើសិនជាយើងអង្គុយដាក់រហូតគឺយូរមែនតើដាច់បាយដាច់ទឹកឲ្យបងប្អូនធ្វើជាតែមួយអញ្ចឹងគឺដើម្បីងាយស្រួលគឺយើង array វាវិញបងប្អូនចាំទេគឺយើង array ការវីដេអូមុនគឺយើង array នៅលើកញ្ចប់បាទពេលអញ្ចឹងយើងដូចគ្នាយើងចុចលើត្បូងមកហើយយើងមើលពីលើគឺអត់កើតទេដោយសារតែយើង array ចង់ array ជាជុំនៃមើលពីជំភាងចេះអញ្ចឹងយើងត្រូវមើលពី front វិញអូខេមើលពី front ហើយយើងយកកម្មវិធី tool array គឺ transform array អូខេចុច F4 ដើម្បីឲ្យវាចេញពីចំណុច0អូខេបន្តមកទៀតយើង select វាតែយើងភ្លេចដាក់ y លេខដូច្នេះគឺវាចេញមក6វិញមក5អញ្ចឹងយើងម្ដងទៀតបាទយើងចុច array តមកយើងចុច F4 ហើយយើងវាយចំនួនលេខដែលយើងចង់បានតែយើងចង់ដឹងថាប្រហែលអត់គឺយើងអត់ទាន់ដឹងទេអញ្ចឹងយើងអាចស្មានសិនតើយើងដាក់40មើល40គឺយើងច្រើនពេកអូខេអញ្ចឹងម្ដងទៀត30អូខេ30យើងបានហើយប៉ុន្តែវានៅឃ្លីរៀងឆ្ងាយយើងអាច34អូខេ33អូខេមើលប៉ុណ្នេះមកយើងវាស់មើលថាវាកងអត់ទេអូខេ 6C គឺវាកងតិចហើយអញ្ចឹងយើងដាក់ទៀតមកគឺ32អូខេបាទប៉ុណ្នេះអូខេបាទប៉ុណ្នេះអញ្ចឹងគឺបងប្អូនឃើញនេះគឺវាមកជុំបានត្បូងជុំតែម្ដងអញ្ចឹងយើងមកចាំបាច់អង្គុយដាក់ម្ដងមួយដេញល្មមដល់ចប់អូខេអញ្ចឹងគឺយើងបានហើយគឺយើងបានចិញ្ចៀនវ៉ែនមួយហើយតែយើងនៅអត់ទាន់បានដាក់កញ្ចប់បាទតែធ្វើម៉េចមិនបានកញ្ចប់យើងគូបន្ទាត់ដូចការវីដេអូមុនមែនអត់គឺបន្ទាត់មកបាទហើយយើងចាប់សាច់វាដើម្បីធ្វើជាកញ្ចប់ឬក៏យ៉ាងម៉េចបងប្អូនអានេះខ្ញុំនិយាយឲ្យមើលសិនហើយយើងសេរីអញ្ចឹងមកឬក៏មិនដែរបងប្អូនបាទគឺធ្វើអញ្ចឹងក៏បានដែរប៉ុន្តែវាមានភាពយូរហើយញញ៉ៃមែនតើអញ្ចឹងដើម្បីមានភាពងាយស្រួលគឺយើងមានកម្មវិធីមួយគឺយើងចុចលើ surface ដូចគ្នាចុចលើសាច់ដុំនឹងមកចុចម៉ៅកណ្ដាលយក prone on surface អូខេអានេះគឺចាប់ឲ្យបងប្អូនណាឃើញទេតែយើងសេរីទៀតមកដោយសារតែវាខ្ពស់ពេកយើងមិនទៅដាក់កញ្ចប់ត្បូងមលីកញ្ចប់ចង់ស្មើត្បូងហ្នឹងបាទអត់ទេអញ្ចឹងអានេះគឺជាទំហំត្បូងហើយណាអញ្ចឹងយើងទំហំត្បូងដាក់ចាំបានអូខេឥឡូវខ្ញុំចង់បានកញ្ចប់2ដាក់ខាងនេះមួយខាងនេះមួយអញ្ចឹងយកតែ4C ទេអូខេយក 4C ហើយកម្ពស់វាខ្ពស់ណាស់លោកអើយបាទខ្ពស់ជាងនេះទៀតអញ្ចឹងយើងសេរីខ្ពស់វាសិនដាក់6C អូខេ 6C ក៏ចង់យើងខ្ពស់ដែរអញ្ចឹងយើងដាក់5C កន្លះណាអូខេបាទអញ្ចឹងយើងបន្ទាប់ពីសេរីបានហើយគឺយើងចុចវាមកយើងចង់ដាក់កន្លែងហ្នឹងហើយអូខេដាក់កន្លែងមួយតាមទៀតដាក់ខាងនេះមួយទៀតណាអូខេអញ្ចឹងបានកញ្ចប់2ហើយតែកញ្ចប់ខ្ញុំនេះវារៀងស្ទើរតិចខ្ញុំហិចថែមតិចអូខេបាទណាបន្ទាប់ពីបានប៉ុណ្ណឹងហើយគឺយើងត្រូវតែទាញវាមកខាងនេះអញ្ចឹងយើង copy ដូចវីដេអូតាំងយើង copy មកចឹងអត់ copy មកចេះឬក៏យ៉ាងម៉េចដែរបាទ copy ចឹងក៏បានដូចគ្នាប៉ុន្តែវាភាគច្រើនវាអត់ស្មើគ្នាតែបងប្អូនឃើញទេអញ្ចឹងយើងមើលពីលើហើយយើងប្រើកម្មវិធី mirror បាទ tool mirror នេះគឺយើងចុចមកហើយយើងចុចចំពីចំណុចកណ្ដាលធ្វើម៉េចគឺ F4 គឺ F លេខ4ហើយយើងចុច C ដើម្បីឲ្យវា array មកបានត្រង់ល្អអូខេអញ្ចឹងយើងបវល់វា copy វាដូចត្បូងដូចគ្នាអញ្ចឹងយើងវាយជាប់មុនឲ្យ32ដែរអូខេឥឡូវយើង32ដែរបាទនេះឃើញទេហើយបាត់ទៅហើយគឺអត់មានអីពិបាកទេបងប្អូនគឺងាយស្រួលមែនតើណាឃើញទេបងប្អូនអូខេអញ្ចឹងដើម្បីឲ្យកុំឲ្យញ៉ាយយើងចុចទៅឃើញមានដាច់ទេបងប្អូនអាចចុច select លើពណ៌ចុចម៉ៅដាក់លើពណ៌ដោយសារតែកញ្ចប់យើងនេះគឺពណ៌រៀងស្វាយបាទអញ្ចឹងយើងដាក់លើពណ៌ស្វាយនេះតមកទៀតបងប្អូនចុចម៉ៅស្ដាំវានឹង load មកទាំងអស់តែម្ដងអញ្ចឹងអាណាដែលមានពណ៌ស្វាយគឺវា load មកជាក្រុមអញ្ចឹងតមកទៀតយើងប្រើគ្រប់នេះគ្រប់នេះគឺ ungroup គ្រប់នោះបានន័យថាយើងចុចវាមកគឺយើងចុចវាជាគ្រប់តែម្ដងចុចតែមួយវាបានទាំងអស់ហើយតែចុចលើគ្នាវាមួយណាគឺវាបានជាប់ទាំងអស់ហើយអញ្ចឹងយើងចង់ដោះវិញគឺយើងប្រើ ungroup អូខេបាទអូខេបងប្អូនអញ្ចឹងយើងគោរពវាវិញមកអញ្ចឹងយើងគោរពវាមកត្បូងដូចគ្នាដើម្បីកុំឲ្យងាយស្រួលអូខេណាធម្មតាអញ្ចឹងគឺយើងត្រូវមានប្រហោងដើម្បីឲ្យពលឺចូលទៅក្នុងត្បូងអញ្ចឹងដើម្បីយើងជាប់ប្រហោងបានគឺយើងប្រើដុំកាត់ដែលយើងកាត់ចុចលើត្បូងហើយយើងចុចម៉ៅកណ្ដាលមកគឺយើងប្រើ trim cutter បាទតាមបងប្អូនមើលកន្លែងនេះគឺវាអត់ទាន់លៀនចេញមកទេបាទគឺវាដុំកាត់អញ្ចឹងយើងអាចសេរីវាបាន
នេះគឺជាទំហំទី1នេះគឺជាកម្ពស់ដែលលៀនចេញមកនោះជាមួយ background ទាញមកបាទអូខេហ្នឹងហើយអញ្ចឹងយើងចេញមកប៉ុណ្្នឹងហើយអានេះគឺជាការពហិកពហុំនៃទំហំរបស់វងកាត់ហ្នឹងអញ្ចឹងយើងចង់បានធំឬចង់បានប៉ុណ្ណាយើងអាចសេរីតាមហ្នឹងមកបងប្អូនអូខេណាអញ្ចឹងយើងដឹងប៉ុណ្្នឹងសិនណាអូខេអញ្ចឹងយើងបន្តមកបានហើយយើងចុចដុំនេះដើម្បីកាត់ឲ្យវាប្រហោងគឺយើងត្រូវប្រើចុច surface ជាមុនបន្តមកយើងប្រើ select ដុំកាត់ទៅលើដុំកាត់អូខេវារងចាំបន្តិចសិនបានហើយអញ្ចឹងយើងសាកលាក់ត្បូងមើលអូខេណាបាទគឺត្បូងប្រហោងហើយអូខេបងប្អូនបាទអញ្ចឹងគឺយើងមានតែប៉ុណ្្នឹងទេបាទអញ្ចឹងអរគុណសម្រាប់ការទស្សនាបងប្អូនជួបគ្នានៅវីដេអូក្រោយបាយ